លោកគ្រូខ្ញុំភ្លេច password page អាចទាញយកវិញបានទេលោកគ្រូសូមជួយណែនាំផងណែនាំជូនបានបងpage មាន password ទេបងចឹងណាណែនាំជូនបង page Facebook page ហ្នឹងគឺអត់មានលេខកូដសម្ងាត់ password ទេបងអាហ្នឹងលេខកូដសម្ងាត់ password ហ្នឹងគឺលេខកូដសម្ងាត់ admin បង password account Facebook admin ដែលបង្កើតកាន់គ្រប់គ្រង page ហ្នឹងអញ្ចឹងណាបងអត់មានលេខកូដសម្ងាត់ទេ page ណាបងណាតាមនឹង comment បង Holland ពីខាង page សួរលោកគ្រូណាបងអញ្ចឹងបើសិនជាបងចង់យក page មកវិញតតែបងមាន account សិនបងព្រោះ page វានៅក្នុង account Facebook ក៏បង page blog ក៏ដោយរកស៊ីក៏ដោយអាជីវកម្មលក់ដូរឬក៏ដូចជាដើមគឺបង្កើតជាប់នឹង account Facebook page អត់មានលេខកូដសម្ងាត់ password ទេអញ្ចឹងវាជាប់នឹង admin ហ្នឹងកាលណាបងលេខ account បាន page ក៏បានដូចគ្នាអញ្ចឹងណាបងអញ្ចឹងនេះបងសួរថាចង់ទាញ page មកវិញហ្នឹងប្រហែលជាបងចូលលេខ account មែនបងហ្នឹងណាបញ្ជាក់ជូនណាបងបងចង់ទាញ page តតែបងមាន account ហ្នឹងសិនព្រោះ page នៅក្នុង account តែកាលណាលេខ account បាន page ក៏លេងបានដែរអញ្ចឹងណាបងណាតែបើចូលលេខបានតែ account ហ្នឹងវាខូច admin ហ្នឹងណាបង block ខូចបាត់ហើយអាហ្នឹងគឺវាទៅជាមួយគ្នាហើយលុះត្រាណាតែ page ហ្នឹងមាន admin ផ្សេងមួយទៀតសកួរអាហ្នឹងបានអាចចូលលេខបានអញ្ចឹងណាបងលោកគ្រូសូមបកស្រាយភ្ជាប់ជូនតែម្ដងណាបងប្អូនយើងជាម្ចាស់ page រកលុយក៏ដោយរកស៊ីក៏ដោយគួរមាន admin 2យ៉ាងតិចតែម្ដងណាកុំមានមួយណាយថានិភ័យណាតែកាលណាមានតែមួយទេពេលដែលខូច block ទៅវាខូចទៅជាមួយគ្នាតែម្ដងទៅជាមួយ admin account ហ្នឹងណាអញ្ចឹងអាចមាន account 2ទៅអាចដាក់ account ទី2គេបងប្អូនក៏បានឬបើសិនជាមានគ្រួសារហានិអញ្ចឹងទៅដាក់ពួកគាត់សិនក៏បានដែរបើដោយកូនសិស្សលោកគ្រូណាដែលគ្រូរៀបចំ page ជូនពួកគាត់ហ្នឹងគឺមាន admin ពួកគាត់ហ្នឹងជាម្ចាស់ page មួយហើយរបស់ពួកគាត់ហើយក្រៅពីហ្នឹងគឺមានលោកគ្រូមួយទៀតដើម្បីជួយសកួរការពារដោយកូនសិស្សណាខ្លះគាត់លេងទៅខូចដល់ពេលខូចគាត់តាក់ទងមកលោកគ្រូទៅលោកគ្រូធ្វើការភ្ជាប់ឡើងវិញបានអញ្ចឹងគឺបានហ្នឹងគឺសុខភាពអញ្ចឹងបងហ្នឹងយកបត់លោកគ្រូណាគួរមាន admin ដូចនេះណាបងស្រាយជូនអរគុណ